គីឡូចាហូបជាមួយនឹងផលអីក៏ដោយអត់ស្រួលអត់មានអ្នកខ្លះគាត់ស្គាល់ប៉ុន្តែគាត់មានបាពូនចឹងអាចជ្រើប្រើជាមួយនឹងហៃមីបានអាគ្នាសម្រាប់ហៃមីរបស់ខ្ញុំគឺចាយកមកលក់នេះគឺបងប្អូននឹងចាប់ឲ្យស្តង់ដាររបស់ជប៉ុនតែម្ដងហើយមានការគ្រប់គ្រងពីអតិថិជនជាច្រើននៅលើ Facebook TikTok ឬក៏នៅតាម IG បានស្គាល់ផលផលហ្នឹងតែម្ដងហើយសម្រាប់ផលផលហៃមីនេះមួយវិញតែដល់គ្នាអានេះគឺគេផលិតពីជាគ្រប់មកហ្នឹងមូលហេតុដោយសារអីគេអត់ចង់ធ្វើជារបៀបតែដែលដាក់ឆុងទេពេលដែលគេធ្វើប្រកបចឹងទៅគឺគេស្រួលអានេះលេបដូចខ្ញុំនិយាយចឹងណាពេលធ្វើជាគ្រប់ចឹងបងប្អូនគ្នាស្រួលលេបហើយសម្រាប់ High Me Fiber វិញគឺយើងឆុងនៅពេលយប់ចាឆុងនៅពេលយប់មួយកញ្ចប់ជាមួយនឹងទឹក 100 ml បងប្អូនចង់ឆុងបាត់ជាលក្ខណៈត្រជាក់ក៏បានដែរហើយឬក៏ឆុងជាមួយទឹកដោះគោណាត្រជាក់ៗឲ្យដើម្បីស្រួលញ៉ាំស្រួលអីចឹងណាអាចប្រើជាមួយនឹងចាប្រភេទ High Me បាន High Me នេះខ្ញុំទៅរៀនថាញ៉ាំគឺអត់មានធ្វើទុករាគរូសដូចផលិតផលផ្សេងទេផលិតផលផ្សេងបងប្អូនគ្នាគាត់ញ៉ាំរាគរូសតែបងប្អូននេះមកសា High Me អត់មានធ្វើទុករាគរូសទេចាហើយព្រោះវាមានជាមួយនឹងជាតិ prebiotic ដែលធ្វើឲ្យមានស្រកលោហើយស្អាតទៀតចឹងសម្រាប់អូនដែលគាត់ចង់សាកប្រើជាមួយនឹងឈុត High Me ចាបងប្អូននេះអាចសាកប្រើបានណាអ្នកនរគ្នាចាអរគុណច្រើន